Hai này nè thật đông là sao nó là cái chị đồng bông nênខ្ញុំសូមជម្រាបសួរដល់លោកគ្រូនិងសួស្តីមិត្តគ្រូសាស្ត្រទាំងអស់គ្នានាងខ្ញុំមកពីក្រុមទី2ដែលធ្វើការស្រាវជ្រាវទៅលើប្រធានបទប្រភេទនៃល្បែងសិក្សាសម្រាប់ការបង្រៀននិងរៀននៅថ្នាក់បឋមសិក្សាចាអញ្ចឹងចូលតទៀតខ្ញុំនឹងរៀបរាប់ពីសមាជិកក្រុមរបស់ខ្ញុំមានខ្ញុំបាចាន់នីមានខ្ញុំមនសុគាខ្ញុំបានសិនគ្រាន់តែថ្មីចាអញ្ចឹងជាបន្តទៀតយើងត្រូវចូលមកកាន់មេត្តារបស់មេរៀនរបស់យើងគឺមេត្តារបស់ខ្ញុំគឺមាន6ទី1និយមន័យនៃល្បែងសិក្សាទី2មូលហេតុនៃការបង្កើតឡើងនៃល្បែងសិក្សាទី3ប្រភេទផ្សេងៗនៃល្បែងសិក្សាទី4គុណសម្បត្តិនៃល្បែងសិក្សាទី5គុណវិបត្តិនៃល្បែងសិក្សានិងចុងក្រោយគឺសេចក្តីសន្និដ្ឋានចាអញ្ចឹងយើងចូលតទៀតអញ្ចឹងយើងចូលចំណុចទី1ដែលគេនិយាយអំពីនិយមន័យនៃល្បែងសិក្សាចាអញ្ចឹងដូចយើងដឹងហើយថាល្បែងសិក្សាគឺជាល្បែងមួយប្រភេទដែលលោកគ្រូអ្នកគ្រូគាត់លើកយកមកបង្រៀននៅក្នុងថ្នាក់បឋមសិក្សាចាអញ្ចឹងគេនិយាយថានិយមន័យនៃល្បែងសិក្សាគឺជាវិធីសាស្ត្រមួយនៅក្នុងការបង្រៀននិងការសិក្សាដែលប្រើប្រាស់ល្បែងឬធាតុនៃល្បែងដើម្បីជំរុញការរៀនធ្វើឲ្យការសិក្សាមានភាពរីករាយជាក់ស្ដែងនិងមានការចូលរួមកាន់តែច្រើនហើយល្បែងសិក្សាទៀតសោតហ្នឹងគឺជាវិធីសាស្ត្របង្រៀននិងសិក្សាបែបសកម្មដែលមានការបញ្ចូលលក្ខណៈរីករាយនិងការចូលរួមរបស់សិស្សតាមរយៈការលេងល្បែងហើយល្បែងសិក្សាចាហើយល្បែងសិក្សាគឺផ្ដល់ឱកាសឲ្យសិស្សអាចរៀននៅក្នុងបរិយាកាសសប្បាយរីករាយដែលជួយអភិវឌ្ឍចំណេះដឹងជាក់លាក់សមត្ថភាពទូទៅចាអញ្ចឹងគេនិយាយថាល្បែងសិក្សាគឺជាវិធីសាស្ត្រមួយយ៉ាងសកម្មនៅក្នុងការបង្រៀនសិស្សពីព្រោះសកម្មបែបម៉េចព្រោះថាសកម្មបែបថានៅពេលដែលយើងបង្រៀនផងតាក់ទងនឹងមេរៀនយើងមានល្បែងបញ្ចូលល្បែងសិក្សានៅក្នុងនឹងហើយល្បែងសិក្សាទៀតសោតនៅពេលដែលយើងលេងគឺយើងត្រូវការប្រើប្រាស់កាយវិការក៏ដូចជាការរត់ការដើរឬមួយក៏ប្រើប្រាស់អវយវៈឬមួយក៏លក្ខណៈថាប្រើប្រាស់ដៃជើងនិងរូបរាងកាយរបស់កុមារទាំងអស់អញ្ចឹងអាហ្នឹងគឺវាសកម្មហើយមួយវិញទៀតគឺវាជួយលក្ខណៈថាឲ្យការរៀនរបស់យើងគឺរីករាយសិស្សគឺបំបត្តិភាពធុញថប់ហើយការរៀននឹងទទួលបានលទ្ធផលខ្ពស់ផងដែរអញ្ចឹងយើងចូលចំណុចបន្តទៀតគឺនិយាយអំពីចំណុចទី2មូលហេតុនៃការបង្កើតឡើងនៃល្បែងសិក្សាអញ្ចឹងមិនមែនសុកគេបង្កើតល្បែងសិក្សាមកទេយើងគ្រាន់តែបរៀនធម្មតាទៅចាំបាច់យើងបង្កើតល្បែងសិក្សាមកអញ្ចឹងវាមានមូលហេតុដែលគេបង្កើតឡើងហើយអញ្ចឹងទី1គឺគេថានៅគ្រប់សាលាបឋមសិក្សាទូទាំងប្រទេសក្រសួងអប់រំយុវជននិងកីឡាបានកែប្រែប្រព័ន្ធអប់រំពីមួយកម្រិតទៅមួយកម្រិតដើម្បីផ្លាស់ប្ដូរនិងដោះស្រាយបញ្ហាដែលសាលារៀននីមួយៗបានជួបប្រទះជាក់ស្ដែងចំពោះសាលាបឋមសិក្សាភាគច្រើនមានបញ្ហាប្រឈមដូចគ្នាក្នុងការគ្រប់គ្រងសិស្សនៅក្នុងថ្នាក់ដូចជាសិស្សបាត់បង់បំរុងប្រយ័ត្ននិងការចាប់អារម្មណ៍យូរអង្វែងរបស់សិស្សចាអញ្ចឹងដូចយើងដឹងហើយថានៅក្នុងសាលារៀនបឋមសិក្សាទូទាំងប្រទេសកម្ពុជាយើងការបរៀនគឺតែងតែជួបបញ្ហាហើយបញ្ហាដែលពួកយើងលើកមកហ្នឹងគឺទី1សិស្សបាត់បង់បំរុងប្រយ័ត្ននិងការចាប់អារម្មណ៍គឺអត់សូវបានយូរទេអញ្ចឹងដោយសារតែសិស្សមិនសូវមានបំរុងប្រយ័ត្ននិងចាប់អារម្មណ៍មិនសូវបានយូរនេះហើយទៅលោកគ្រូអ្នកគ្រូគាត់នឹកឃើញថាគួរតែបញ្ចូលល្បែងសិក្សាដើម្បីទាញបំរុងប្រយ័ត្នសិស្សឲ្យចាប់អារម្មណ៍ទៅលើមេរៀនឬក៏ការរៀនរបស់យើងវិញហើយមួយវិញទៀតសិស្សចាប់អារម្មណ៍យូរអង្វែងដូចថាសិស្សគាត់ឧទាហរណ៍គាត់ធុញនឹងមេរៀនអញ្ចឹងយើងបញ្ចូលល្បែងសិក្សានឹងបន្តិចទៅនោះគាត់នឹងរីករាយកាលណាគាត់រីករាយមានអារម្មណ៍ស្រស់ស្រាយហើយគាត់នឹងចូលរៀនបានថាគាត់នឹងបន្តអារម្មណ៍របស់គាត់ចូលនៅក្នុងមេរៀនរបស់យើងបានតទៀតហើយមួយទៀតនៅពេលបង្រៀនមេរៀនធ្វើឡើងដោយគ្មានភាពសប្បាយសិស្សអាចមានអារម្មណ៍ធុញថប់និងបាត់បង់នៅបំរុងប្រយ័ត្នចំពោះការរៀនហើយកម្រិតជំនាញសង្គមនិងការសហការបានតិចសិស្សមួយចំនួនអាចមានការលំបាកក្នុងការធ្វើការរួមគ្នាឬជាក្រុមការប្រស័យតាក់ទងជាមួយមិត្តភ័ក្តិអញ្ចឹងក៏ដូចគ្នាផងដែរបើសិនជាយើងរៀននៅក្នុងថ្នាក់
យើងអត់សូវមានតំណែងយើងអត់សូវឲ្យសិស្សមានតំណែងតំណងនៅក្នុងការលេងនៅក្នុងការសហការជួយគ្នាអញ្ចឹងកាលណាយើងដាក់ល្បែងសិក្សាចូលទៅនោះសិស្សគាត់មានការប្រស្រ័យតាក់ទងមានការធ្វើការងារជាក្រុមការចាប់ដៃគូអញ្ចឹងអាហ្នឹងក៏ជាមូលហេតុឬក៏គុណសម្បត្តិមួយដែលវាកើតចេញពីល្បែងសិក្សានោះទៅនាំឲ្យគេបង្កើតល្បែងសិក្សានឹងឡើងតែអញ្ចឹងយើងចូលចំណុចបន្តទៀតចាយើងចូលចំណុចទី3គឺនិយាយអំពីប្រភេទផ្សេងៗនៃល្បែងសិក្សាអញ្ចឹងល្បែងសិក្សាទាំងអស់ហ្នឹងខ្ញុំនឹងលើកល្បែងមួយជាច្រើនដើម្បីឲ្យមិត្តគ្រូសិស្សទាំងអស់គ្នាបានដឹងនិងយកទៅអនុវត្តនៅក្នុងពេលចុះកម្មសិក្សាឬមួយនៅពេលបង្រៀនចាអញ្ចឹងទី1គឺបំណិនចលនាធំគេថាបំណិនចលនាធំក៏បំណងនៃសកម្មភាពនៅក្នុងផ្នែកនេះរួមមានអភិវឌ្ឍភាពខ្លាំងនិងសមត្ថភាពនៃការប្រើប្រាស់ក្រុមសាច់ដុំនៅក្នុងរាងកាយអភិវឌ្ឍការសម្របសម្រួលនៃចលនាផ្សេងៗគ្នានៃសាច់ដុំដូចជាភ្នែកនិងដៃអភិវឌ្ឍភាពលំនឹងសាច់ដុំផ្សេងៗនៅក្នុងរាងកាយអភិវឌ្ឍភាពរហ័សរហួននៅក្នុងការធ្វើចលនារបស់យើងដូចជារបស់សិស្សនឹងឯងអញ្ចឹងដូចខ្ញុំបញ្ជាក់ឲ្យថាល្បែងសិក្សាគឺជាការលេងអញ្ចឹងការលេងគឺប្រើប្រាស់ដៃប្រើប្រាស់ជើងប្រើប្រាស់រូបរាងកាយទាំងអស់ហ្នឹងហើយទាំងអស់ហ្នឹងគឺនៅស្ថិតនៅក្នុងបំណិនចលនាធំគឺអភិវឌ្ឍនេះផ្នែករាងកាយផ្នែកសាច់ដុំដូចជាភ្នែកដៃហើយនឹងលក្ខណៈអភិវឌ្ឍភាពរហ័សរហួនផងដែរតែអញ្ចឹងយើងចូលចំណុចបន្តទៀតគឺនិយាយអំពីល្បែងដែលមាននៅក្នុងចលនាធំហ្នឹងអញ្ចឹងវាបែងចែកទី1ចលនាធំហ្នឹងគឺវាមានគេថាល្បែងនៃចលនាធំរួមមានម៉ោងប៉ុន្មានហើយបងខ្លាអញ្ចឹងអានេះគឺជាឈ្មោះល្បែងទី1មួយទៀតគឺបោះបាល់ចូលកន្ត្រកហើយទី2រាំដណ្ដើមកៅអីទី3គឺលោតអន្ទាក់រាប់ថ្ងៃក្នុងសប្តាហ៍អាហ្នឹងគឺជាឈ្មោះល្បែងនៅក្នុងចលនាធំដែលខ្ញុំលើកយកមកបង្ហាញមិត្តគ្រូសិស្សទាំងអស់គឺមានចំនួន4តាក់ទងនឹងបំណិនចលនាធំអញ្ចឹងយើងចូលទៅកាន់ល្បែងនីមួយៗចាអញ្ចឹងដូចយើងដឹងហើយនេះអានេះគឺរូបភាពនេះគឺបង្ហាញល្បែងដែលគេនិយាយថាម៉ោងប៉ុន្មានហើយបងខ្លាអញ្ចឹងល្បែងហ្នឹងគឺយើងអាចយកទៅបង្រៀននៅថ្នាក់បឋមសិក្សាបានគឺអាហ្នឹងយើងត្រូវទាមទារទលំទលាយកន្លែងទលំទលាយបន្តិចហើយល្បែងមួយហ្នឹងគឺវាអភិវឌ្ឍទៅលើទី1អភិវឌ្ឍទៅលើការយល់ដឹងតាក់ទងទៅនឹងការរាប់ចំនួននិងស្គាល់ម៉ោងអ្នកទាំងអស់គ្នាឆ្ងល់ហើយថាគ្រាន់តែម៉ោងប៉ុន្មានហើយបងខ្លះហេតុអីបានតាក់ទងទៅនឹងការស្គាល់ចំនួនឬក៏ការរាប់ម៉ោងអញ្ចឹងនេះដោយសារតែម៉ោងប៉ុន្មានហើយបងខ្លះហ្នឹងអញ្ចឹងល្បែងហ្នឹងគឺតាក់ទងទៅនឹងការរាប់ម៉ោងហើយមួយវិញទៀតគឺវាអភិវឌ្ឍទៅតាក់ទងទៅនឹងការទំនាក់ទំនងអញ្ចឹងតាក់ទងការទំនាក់ទំនងហ្នឹងដូចជាយើងសួរមានការសួរមានការឆ្លើយរវាងយើងជាអ្នកលេងហើយនឹងបងខ្លាចាហើយមួយវិញទៀតគឺអភិវឌ្ឍទៅលើការប្រើរាងកាយអញ្ចឹងអានឹងគឺតាក់ទងទៅនឹងការរត់ដេញចាប់គ្នាអញ្ចឹងអានឹងគឺអភិវឌ្ឍទាំងអស់ហ្នឹងហើយរបៀបលេងវាកន្លែងហ្នឹងខ្ញុំសូមបញ្យល់មិត្តគ្រូសិស្សទាំងអស់បន្តិចគឺយើងត្រូវការមនុស្សមួយក្រុមឧទាហរណ៍សិស្សមួយថ្នាក់អញ្ចឹងមានម្នាក់ធ្វើជាបងខ្លាចំណែកឯសិស្សដទៃទៀតគឺជាអ្នកលេងធម្មតាអញ្ចឹងម្នាក់ដែលជាបងខ្លាត្រូវឈរបែរក្រោយហើយអ្នកដែលលេងគឺឈរជាជួរតម្រៀបបែបនេះហើយឈរបែរមុខចេញបែរមុខចេញពីគ្នាបានន័យថាទល់ខ្នងដាក់គ្នាហើយមានទីមួយដែលសំរុំលក្ខណៈថាប្រហែលចម្ងាយ4ម៉ែត្រឬក៏5ម៉ែត្រអញ្ចឹងយើងឈរចិត្តគ្នាហើយទីគឺវានៅទល់មុខជាមួយនឹងយើងជាអ្នកលេងជាអ្នករត់ទៅអញ្ចឹងយើងឈរបែបឧទាហរណ៍ថាខ្ញុំជាអ្នកលេងអញ្ចឹងបងខ្លះនៅឈរខាងក្រោយខ្ញុំគាត់បែរមុខទៅនោះដែរអញ្ចឹងយើងឈរមកជួរបែបហ្នឹងបន្ទាប់មកយើងសួរថាបងខ្លះតាមម៉ោងប៉ុន្មានហើយអញ្ចឹងពេលនោះបងខ្លះគាត់នឹងឆ្លើយថាម៉ោង2អញ្ចឹងកាលណាគាត់ឆ្លើយម៉ោង2យើងនឹងដើរទៅមុខមួយជំហានពីរជំហានយើងដើរបែបនេះសួររហូតថាបងម៉ោងប៉ុន្មានហើយសួរបែបហ្នឹងរហូតតទៅរហូតដល់យើងដើរទៅដល់ទីអញ្ចឹងកាលណាយើងទៅដល់ទីបានន័យថាយើងឈប់សួរអញ្ចឹងកាលណាយើងឈប់សួរបងខ្លះគាត់នឹងដឹងថាយើងដល់ទីនោះគាត់នឹងបែរគាត់នឹងបែរមុខមករកយើងហើយគាត់រត់ទៅដល់ទីគាត់រត់ដេញចាប់អ្នកទាំងអស់គ្នានៅដែលនៅដល់ទីហ្នឹងចាប់អ្នកណាបានអ្នកហ្នឹងត្រូវធ្វើជាបងខ្លះហើយយើងលេងបែបហ្នឹងសាជាថ្មីហើយយើងចូលទី2គឺបោះបាល់ចូលកន្ត្រកកន្លែងហ្នឹងក៏វាងាយស្រួលផងដែរកន្លែងហ្នឹងយើងគ្រាន់តែមើលរូបក៏យើងដឹងដែរហើយល្បែងមួយហ្នឹងគឺវាអភិវឌ្ឍទៅលើទី1តាក់ទងទៅនឹងទំនាក់ទំនងនៅក្នុងសង្គមហ្នឹងគឺយើងចេះចាំគ្នាបានន័យថាចាំវេនចាំលាវថាកុមារនេះគាត់កំពុងតែបោះអញ្ចឹងកុមារផ្សេងទៀតគឺត្រូវត្រង់ចាំគឺ
គឺអភិវឌ្ឍទំនាក់ទំនងក្នុងសង្គមគឺគាត់ចេះរងចាំគ្នាចាហើយមួយវិញទៀតគឺគាត់អភិវឌ្ឍចលនាធំគឺប្រើរាងកាយដូចគ្នាគឺគាត់ត្រូវប្រើដៃដើម្បីបោះបាល់ហើយនិងភ្នែកដើម្បីសម្លឹងបាល់ហើយក៏ក្នុងការលេងរបស់ហ្នឹងគឺក្នុងការលេងល្បែងមួយហ្នឹងគឺយើងត្រូវការសិស្សក្នុងមួយថ្នាក់ឧទាហរណ៍សិស្សមួយថ្នាក់បែបហ្នឹងយើងឲ្យគាត់ឈរជាជួរហើយអ្នកមុនហើយត្រូវមានកន្ត្រកមានបាល់ហើយអ្នកគ្រូឬក៏លោកគ្រូត្រូវកាន់បាល់ហ្នឹងដើម្បីបោះទៅឲ្យសិស្សនៅមុខគេនៅពេលដែលយើងបោះទៅឲ្យសិស្សនៅមុខហ្នឹងសិស្សគាត់ចាប់បាល់បាននោះគាត់នឹងបោះបាល់ឲ្យចូលកន្ត្រកវិញហើយគាត់ត្រូវដើរទៅក្រោយសមាជិកបន្តទៀតគឺត្រូវចូលមកកាន់ចូលមកចាប់បាល់និងបោះបាល់បែបហ្នឹងជាបន្តទៀតរហូតដល់អស់សិស្សចាហើយនេះគឺជាពិវត្តទៅលើផ្នែកទី1ចលនាធំតាក់ទងទៅនឹងរាងកាយរហ័សរហួនចាអញ្ចឹងលេងអានឹងត្រូវរាងកាយរហ័សរហួនហើយត្រូវចាប់តុកនឹងអង្គុយឲ្យបានហើយមួយវិញទៀតគឺវាអភិវឌ្ឍទៅលើផ្នែកស្ដាប់អញ្ចឹងការលេងដណ្ដើមរាំដណ្ដើមកៅអីនេះគឺត្រូវមាន music មួយហើយត្រូវមានកៅអី4ថាបើកៅអី4អ្នកលេងត្រូវ5នាក់ចាអញ្ចឹងយើងអភិវឌ្ឍទៅលើផ្នែកការស្ដាប់ផងដែរហើយមួយវិញទៀតគឺអភិវឌ្ឍទៅលើផ្នែកសង្គមសហការបានថាសហការគ្នាលេងមិនថាលេងជាក្រុមចាហើយក្នុងការលេងគឺយើងមានកៅអីឧទាហរណ៍កៅអី5អញ្ចឹងសមាជិកត្រូវមាន6នាក់ហើយយើងត្រូវរាំយើងត្រូវដាក់ភ្លេងបទចម្រៀងតាមយឺតតាមលឿនអញ្ចឹងទៅហើយយើងត្រូវឈប់ឬក៏បន្តទៀតអ្នកដែលនៅក្នុងអ្នកដែលនៅរាំជុំវិញហ្នឹងគឺត្រូវអង្គុយដណ្ដើមកៅអីហ្នឹងឲ្យបានលឿនអ្នកណាដណ្ដើមបានគឺឈ្នះគឺលេងបន្តទៀតលេងហើយយើងជាអ្នកចាក់បទចម្រៀងហ្នឹងឈប់ចាក់ធ្វើម៉េចតតែនៅសល់តែម្នាក់គឺជាអ្នកឈ្នះហើយមនុស្សដកត្រូវកៅអីដកដែរចាអាហ្នឹងគឺល្បែងរាំដណ្ដើមកៅអីហើយមួយវិញទៀតគឺលោតអន្ទាក់រាប់ថ្ងៃនៅក្នុងសប្តាហ៍អញ្ចឹងអាហ្នឹងគឺវាអភិវឌ្ឍទៅលើជំនាញនៅក្នុងសង្គមដូចជាសហការគ្នាលេងដែរអញ្ចឹងលេងនៅក្នុងក្រុមហ្នឹងគឺត្រូវការសហការគ្នាផងដែរមួយវិញទៀតគឺអភិវឌ្ឍចលនាធំគឺប្រើរាងកាយកន្លែងហ្នឹងរាងកាយគឺយើងត្រូវលោតទៅម្ខាងលោតមកម្ខាងអីចឹងណាចាអាហ្នឹងគឺរាងកាយតើតទៅនឹងការលោតគឺជើងចាមួយវិញទៀតគឺអភិវឌ្ឍការយល់ដឹងគឺគាត់យល់ដឹងតើតទៅនឹងការរាប់ថ្ងៃច័ន្ទអង្គារពុធផុសសិក្សាអាទិត្យចឹងទៅអញ្ចឹងអាហ្នឹងគឺអភិវឌ្ឍការយល់ដឹងរបស់គាត់ការរាប់ថ្ងៃនៅក្នុងសប្តាហ៍ហើយនៅក្នុងការលេងគឺយើងត្រូវការប្រើប្រាស់កស៊ូមានកូនសិស្ស2នាក់ជាអ្នកចាំទីដាក់កស៊ូក្នុងជើងចឹងទៅហើយអ្នកលោតគឺលោតរាប់ច័ន្ទអង្គារអញ្ចឹងកាលណាគាត់រាប់ខុសឬមួយជើងគាត់ដាក់ខុសកស៊ូគឺចាញ់ហើយយើងចូលបន្តទៀតសមាជិកយើងបន្តរហូតទៅអ្នកដែលលោតខូចហ្នឹងគឺយើងត្រូវចាំទីម្ដងចាអញ្ចឹងអានេះគឺជាប្រភេទល្បែងតកតងទៅនឹងបំណិនចលនាធំយើងចូលបន្តទៀតចាតកតងទៅនឹងបំណិនចលនាតូចជំនាញចលនាតូចវិញម្ដងគឺអភិវឌ្ឍជំនាញចលនាតូចសម្រាប់កុមារតូចថ្នាក់មត្តេយ្យឬក៏ថ្នាក់បឋមណាតែកន្លែងហ្នឹងខ្ញុំយកសម្រាប់កុមារតូចគឺថ្នាក់មត្តេយ្យជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងដំណាក់កាលលូតលាស់ដំបូងក៏បំណងនោះគឺអភិវឌ្ឍផ្នែកខ្លាំងនៃសាច់ដុំតូចនៃដៃនិងម្រាមដៃអភិវឌ្ឍភាពប៉ិនប្រសប់នៃម្រាមដៃអភិវឌ្ឍភ្នែកនិងដៃព្រមគ្នាអញ្ចឹងអាហ្នឹងនៅពេលដែលយើងលេងល្បែងទាំងអស់ហ្នឹងសម្រាប់កុមារគឺអភិវឌ្ឍផ្នែកទាំងអស់ហ្នឹងសម្រាប់កុមារអញ្ចឹងយើងចូលបន្តទៀតចាគឺល្បែងនៃជំនាញតូចហ្នឹងគឺខ្ញុំយកមកពីរទី1គឺល្បែងចាក់អន្ទង់ទី2គឺស្លៀកពាក់ប្រណាំងគ្នាចាអញ្ចឹងដើម្បីដឹងថាល្បែងទាំងពីរនេះបែបម៉េចយើងចូលទៅឆ្លើយបន្តទៀតចាអានេះគឺរូបភាពល្បែងចាក់អន្ទង់គឺល្បែងហ្នឹងគឺអភិវឌ្ឍទៅលើចលនាតូចតាក់ទងទៅនឹងការប្រើប្រាស់ដៃយើងឃើញដៃយើងត្រូវការប្រើប្រាស់ដៃក្នុងការលេងល្បែងហ្នឹងហើយនឹងភ្នែកកាលណាភ្នែកច្បាស់នោះយើងនឹងអាចចាក់ត្រូវហើយមួយវិញទៀតគឺវាអភិវឌ្ឍចលនាការយល់ដឹងគឺយើងចេះរាប់ចំនួនអញ្ចឹងកាលណាយើងចាក់បានយើងរាប់ចំនួនថាយើងទទួលបានប៉ុន្មានហើយមួយវិញទៀតគឺវាអភិវឌ្ឍតែពីរហ្នឹងទេហើយសម្រាប់ការលេងគឺយើងត្រូវការវត្ថុវែងមួយដូចថាចុងធូបឬមួយក៏ចង្កឹះអីមួយទៅចាហើយមកយើងត្រូវការកស៊ូហើយនឹងដីខ្សាច់ឬក៏ដីពំនុកដីហើយលេងហ្នឹងយើងត្រូវឲ្យកស៊ូហ្នឹងទៅកាន់យើងរាប់កស៊ូហ្នឹងទៅកាន់កុមារឲ្យម្នាក់10ហើយយើងឲ្យគាត់លេងគាត់ដាក់ឧទាហរណ៍ដាក់ម្នាក់5ចាអញ្ចឹងសិស្ស10នាក់វា50ក្នុងហ្នឹងអញ្ចឹងអ្នកលេងត្រូវប៉ាវអ្នកណាឈ្នះអ្នកហ្នឹងគឺជាអ្នកចាក់ប៉ុន្តែអ្នកចាក់ហ្នឹងគឺត្រូវគេបិទភ្នែកហើយគេអ្នកលាក់កស៊ូហ្នឹងនៅពេលដែលគេលាក់ហើយគេឲ្យកុមារដែលជាអ្នកឈ្នះហ្នឹងត្រូវចាក់រាវរកកស៊ូបើគាត់ចាក់បានប្រមាណគាត់យកកស៊ូប៉ុណ្ណឹង
chẳng cái thua bạc nông bát to tiết to ta ở cái số vì không đây để dân cọp nắng hai cái rộp chừng nguồn cả số nè na ban chan trên cái cứ chỉ nè nè đã ban tích cứ nè tích chẳng tới cứ chỉ nè tranh chẳng từ chả hai mươi viên tích cứ tẹt tông từ nắng slip bẹ phần nắng kia chẳng ở cái lại slip bẹ phần nắng kia nắng cứ vì áp vật từ lớn thì muối cứ cho lần ở tẹt tông từ nắng áp vật cho lần nào chui khuôn ảnh ở tí pí cho lần nào thấm tẹt tông từ nắng cho là ná thông cho là ná tôi trong khi bài thà đầy chớn nâng riêng cái bài thà cài phê cài phê dân trời rồi hát đáy chớn rồi dân trời rồi hát đây không ca sĩ bẻ chả mua bên chết cứ áp vật cho là ná nước không sừng cung tôi đã tận nước không sừng cung cứ cho rùm crom bài thà dân vừa ca chỉ crom này hai không ca lên nữa cứ dân trời ca pra khảo thôi dân trời ca lên buôn cũ chắc dân trời ca khảo bốn áo bốn miền u to thay dân trời miền ở miền mua rồi mua có dân trời miền người ta miền tại khá mua rồi mua có dân trăng đập đà để tẹt tông từ nâng ca pẹ ba nó u to sai các bạn u to mà nổi pro trời miền khao chắc miền khao miền sai các bạn chân đời u to bốn miền trời ca buôn cu để tờ thấy dân đặt nơi mà đốm ai quạt cho tầm điệp kia ai quạt cho tầm điệp kia bài nâng thấy dân đã cả nơi một quạt muối hay ai quạt ra sẹo nè na kê sẹo ban môn kê cục krương có đôi chia trăm trơ tam ở câu ca bao giờ cứ dân ai quạt trên nè chắc anh ấy cứ chỉ là bài tặng pi nắng để kẹt tôn từ nâng bầm nâng cho là nà tổ trắng trong nội to tiết nhôm nâng ai ở một thẹp bỏ nhóm bốn mấy quạt present to hơi rồi nên đã phơi lên gọt lại rồi nhóm xoáy xôm thì điểm room đó tiết hay nhóm xôm bỏ xài làm top cứ nói tiết bấy tại tao nó chìm đường mờประพรจากคนยินរបស់យើងមានភាពស្មុគស្មាញហើយសកម្មភាពជាច្រើនក្នុងខួរក្បាលរបស់យើងគឺទទួលបានមកពីសកម្មភាពចក្ខុវិញ្ញាណនេះឯងចក្ខុវិញ្ញាណបង្កើតអារម្មណ៍នៅអ្វីដែលយើងបានឃើញដើម្បីយល់ដឹងបកប្រែនៅអ្វីដែលភ្នែករបស់យើងកំពុងឃើញចក្ខុវិញ្ញាណជាជំនាញត្រូវរៀនដោយជំនាញដទៃទៀតដែរដែលគេបានបញ្ចូលមានន័យថាខួរក្បាលរបស់យើងមាននីតិទទួលព័ត៌មានហើយនឹងបកស្រាយព័ត៌មានដែលទទួលបានតាមរយៈភ្នែកហើយគោលបំណងរួមនៃជំនាញមើលមានដូចជាទី1កំណត់នៅអ្វីដែលយើងមើលឃើញថាវានៅឯណាមានចម្ងាយប៉ុន្មានលក្ខណៈរបស់វានឹងជាអីទី2រក្សាព័ត៌មានសម្រាប់ប្រើប្រាស់ពេលក្រោយទី3ប្រើប្រាស់ញៀនទាំង5ទី4ប្រៀបធៀបអ្វីដែលយើងឃើញពេលនេះជាមួយនឹងអ្វីដែលយើងបានឃើញពីពេលមុនទី5គឺបែងចែកអត្ថន័យនៅអ្វីដែលយើងបានឃើញនេះគឺជាល្បែងមួយនៃជំនាញមើលឧទាហរណ៍ល្បែងឡូតូចឹងល្បែងឡូតូវាមានគោលបំណង2គឺទី1អភិវឌ្ឍផ្នែកសង្គមមានន័យថាឲ្យកុមារហ្នឹងគាត់ចេះលេងជាក្រុមឬក៏មានការប្រកួតប្រជែងអញ្ចឹងទៅហើយទី2គឺផ្នែកយល់ដឹងមានន័យថាកុមារហ្នឹងគាត់ចេះគូផ្គងពាក្យឬក៏គូផ្គងរូបភាពហើយសម្ភារៈសម្រាប់លេងមានដូចជាផ្ទាំងរូបភាពហើយនឹងបានរូបភាពហើយរបៀបលេងដំបូងគ្រូត្រូវបែងចែកផ្ទាំងរូបភាពហ្នឹងឲ្យសិស្សម្នាក់មួយបន្ទាប់មកទៀតគ្រូយកបានរូបភាពមកសាប់បញ្ចូលគ្នាតមកទៀតគាត់ចាប់រូបភាពហ្នឹងម្ដងមួយហើយបង្ហាញទៅសិស្សហើយគ្រូសួរសិស្សថាតើមានកូនណាដែលមានរូបដូចរបស់រូបដូចលោកគ្រូដែលគាត់បានបង្ហាញហើយយើងបន្តលេងបែបនេះរហូតទៅដល់អស់រូបហើយកុមារណាដែលគាត់ដាក់រូបបានពេញមុនគេគាត់គឺជាអ្នកឈ្នះចំណុចទី4គឺជំនាញស្ដាប់គោលបំណងរួមនៃជំនាញស្ដាប់មានដូចជាទី1អាចដឹងពីអំពីសម្លេងដែលមានហើយឆ្លើយតបទៅនឹងសម្លេងនោះអាចបំលែងអត្ថន័យពីអ្វីដែលបានឮអាចកំណត់ភាពដូចគ្នានិងភាពខុសគ្នានៃសម្លេងអាចញែកផ្ដាច់សម្លេងពាក្យប្រយោគពីសម្លេងជុំវិញផ្សេងអាចចងចាំសម្លេងពាក្យប្រយោគក្នុងអំឡុងពេលយូរអាចកំណត់ពាក្យប្រយោគនៅពេលផ្នែកខ្លះត្រូវបានបង្ហាញអាច
ប្រៀបធៀបសម្លេងពាក្យដែលតាក់ទងពីមួយទៅមួយអាចបំលែងអត្ថន័យពីពាក្យឬក៏ប្រយោគនេះគឺជាល្បែងដែលតាក់ទងទៅនឹងជំនាញស្ដាប់មានដូចជាគោះតាមចង្វាក់ភ្លេងនិងល្បែងទស្សន៍ទាយឧទាហរណ៍ល្បែងគោះតាមចង្វាក់ភ្លេងល្បែងគោះតាមចង្វាក់ភ្លេងហ្នឹងមានវត្ថុមានគោលបំណង2ដែរមានគោលបំណង2ដែរទី1គឺអភិវឌ្ឍផ្នែកចលនាធំមានន័យថាគាត់អាចប្រើប្រាស់ចលនាគាត់ហ្នឹងទាំងដងខ្លួនហើយទី2គឺផ្នែកយល់ដឹងកុមារហ្នឹងអាចគាត់ដឹងពីចង្វាក់ភ្លេងឬក៏គាត់មានជំនាញក្នុងការស្ដាប់ចង្វាក់ភ្លេងហើយឧបករណ៍លេងមានដូចជាឧបករណ៍សម្រាប់លេងមានអាចជាយើងអាចយកជាអ្វីដែលអាចពលឺសម្លេងបានដូចជាស្គរឬក៏ក្ដុងទឹកអញ្ចឹងទៅយើងវាយឲ្យលឺសម្លេងហើយរបៀបលេងឲ្យកុមារគាត់ឈរជាជួរនៅខាងក្រោយយើងតមកទៀតគ្រូហ្នឹងគាត់វាយស្គរឬក៏ក្ដុងហ្នឹងហើយឧទាហរណ៍នៅពេលដែលគ្រូគាត់គោះខ្លាំងពេលគ្រូគោះខ្លាំងហ្នឹងឲ្យកុមារដើរទន្ទ្រាំជើងបើសិនបើគាត់គោះខ្សោយអញ្ចឹងឲ្យកុមារហ្នឹងដើរថ្នមហើយបើសិនបើគាត់គោះញាប់ឲ្យកុមាររត់បើសិនបើគាត់គោះយឺតឲ្យកុមារហ្នឹងដើរមួយទៀតគឺល្បែងទាយសម្លេងល្បែងទាយសម្លេងដែលភាគច្រើនគេអនុវត្តនៅថ្នាក់ទីថ្នាក់មត្តេយ្យនិងថ្នាក់ទី1ហើយវត្ថុបំណងរបស់ល្បែងនេះគឺមាន3ទី1គឺអភិវឌ្ឍការស្ដាប់គឺកុមារនឹងអាចទស្សន៍ទាយសម្លេងបានត្រឹមត្រូវទី2អភិវឌ្ឍផ្នែកសង្គមកុមារចូលរួមលេងជាក្រុមទី3គឺអភិវឌ្ឍផ្នែកអារម្មណ៍កុមារនឹងមានស្មារតីប្រុងប្រយ័ត្នក្នុងការស្ដាប់ហើយសម្ភារៈក្នុងការលេងមានដូចជាអ្វីដែលអាចពលឺសម្លេងបានដូចជាកញ្ចែត្រែស្គរខ្លុយអីជាដើមហើយរបៀបលេងដំបូងយើងបង្ហាញសូរនៃវត្ថុនីមួយៗហ្នឹងឧទាហរណ៍ហើយឲ្យកុមារគាត់ព្យាយាមស្ដាប់សម្លេងរបស់វត្ថុនីមួយៗហ្នឹងហើយឲ្យគាត់ចងចាំតមកទៀតយើងឲ្យកុមារហ្នឹងមកម្ដងម្នាក់ឲ្យបិទភ្នែកគាត់ហើយតមកទៀតយើងប្លឺសម្លេងនៃវត្ថុហ្នឹងហើយឲ្យគាត់ទស្សន៍ទាយថាសម្លេងហ្នឹងជាសម្លេងអីហើយយើងលេងបែបនេះរហូតដល់អស់កុមារហើយបើសិនបើកុមារណាដែលទាយត្រូវច្រើនជាងគេគឺគាត់ជាអ្នកឈ្នះខ្ញុំសូមបញ្ចប់ត្រឹមនេះសូមផ្ដល់ទូនាទីទៅកាន់មិត្តរួមក្រុមរបស់ខ្ញុំសូហ្វីអញ្ចឹងនាងខ្ញុំសុគាសូមបន្តពីមិត្តរួមក្រុមរបស់ខ្ញុំដែលចូលទៅដល់ចំណុចទី5គឺជំនាញគណិតវិទ្យាដែលជំនាញគណិតវិទ្យាហ្នឹងគឺការសិក្សាជំនាញគណិតវិទ្យាហ្នឹងមានសារៈសំខាន់ណាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងដែលជំនាញនេះយើងត្រូវបានអនុវត្តភាគច្រើននៅពេលយើងដើរផ្សាររៀនតន្ត្រីស្វែងយល់អំពីចម្ងាយទម្ងន់និងលុយជាដើមហើយជំនាញគណិតវិទ្យាហ្នឹងគឺមានគោលបំណងរួមជាច្រើនដែលមានដូចជាការស្គាល់លេខការដឹងអំពីអត្ថន័យរបស់លេខដឹងពីលំដាប់លំដោយនៃលេខនិងអាចខូបកងឬក៏តម្រិបវត្ថុលេខដឹងអំពីអត្ថន័យសញ្ញាតូចធំឬក៏ស្មើដឹងអំពីគំរូនៅក្នុងលេខដឹងអំពីរូបរាងទំហំទម្ងន់ប្រវែងដឹងអំពីការដឹងនិងអនុវត្តប្រមាណវិធីដូចជាប្រមាណវិធីបូកដកគុណនិងចែកប្រាប់អំពីពេលវេលានិងអត្ថន័យនៃពេលវេលាអញ្ចឹងជំនាញគណិតវិទ្យាហ្នឹងគឺមានល្បែងជាច្រើនដែលនាងខ្ញុំលើកមកចំនួនតែ4ប៉ុណ្ណេះទេគឺលេងល្បែងហើយលេងបោះកៅស៊ូកងហើយលេខដាក់ពីលើដៃឡើងធរណីមាត្រនិងល្បែងចងចាំលេខដែលនេះគឺជារូបភាពលេងបោះកៅស៊ូកងដែលយើងអាចហៅម្យ៉ាងបានទៀតថាដែលខ្ញុំធ្លាប់លេងហ្នឹងគឺលេងបោះលេខអញ្ចឹងការលេងបោះកៅស៊ូកងហ្នឹងមានវត្ថុបំណងដូចជាអភិវឌ្ឍចលនាធំគឺការប្រើប្រាស់ចលនារាងកាយយើងដឹងថានៅពេលដែលយើងបោះទៅគឺយើងតែងតែប្រើដៃឬក៏ដងខ្លួនរបស់យើងហើយមួយទៀតគឺអភិវឌ្ឍការយល់ដឹងគឺឲ្យកុមារនឹងស្គាល់អំពីលេខហើយរបៀបលេងនោះគឺយើងអាចជាយើងគូកឡោនការ៉េចំនួន4ដែលយើងបង់លេខក្នុង
មួយកន្លងហ្នឹងគឺមានលេខ1លេខ2លេខ3លេខ4ហើយយើងវាស់ប្រវែងពីកន្លែងដែលអ្នកចាំហ្នឹងមកកន្លែងអ្នកបោះតែយើងអ្នកចាំហ្នឹងយើងអាចចែកទៅស៊ូដល់អ្នកបោះហ្នឹងចំនួនស្មើគ្នាហើយឲ្យគាត់បោះពីកន្លែងដែលគាត់ឈរហ្នឹងធ្វើម៉េចបោះឲ្យចូលអាកន្លែងដែលយើងបានគូកន្លោន4ហ្នឹងបោះឧទាហរណ៍បើគាត់បោះចូលលេខ2ឬក៏លេខ1យើងជាអ្នកអង្គុយចាំឬក៏ជាអ្នកចាំទីយើងសងទៅស៊ូគាត់ចំនួន1និង2ទៅតាមកស៊ូដែលគាត់បោះចូលនៅក្នុងកន្លោននីមួយហ្នឹងហើយយើងអាចលេងល្បែងនេះបានរហូតតតែអ្នកបោះហ្នឹងអស់កស៊ូហើយចំពោះការហៅលេខដាក់លើដៃនេះគឺភាគច្រើនគឺលេងនៅកម្រិតទី1និងមតីដែលវត្ថុបំណងវានោះគឺអភិវឌ្ឍផ្នែកអារម្មណ៍គឺឲ្យសិស្សនឹងមានស្មារតីប្រុងប្រយ័ត្នក្នុងការស្ដាប់ហើយមួយទៀតនឹងគឺអភិវឌ្ឍផ្នែកចលនាធំដូចជាការប្រើប្រាស់ដៃនិងភ្នែកព្រមគ្នាអញ្ចឹងរបៀបលេងគឺយើងមានផ្ទាំងលេខចឹងហើយយើងឲ្យសិស្សអង្គុយជុំវិញផ្ទាំងនេះហើយយើងហៅលេខឧទាហរណ៍បើយើងហៅលេខ1ឲ្យសិស្សដែលអង្គុយម្នាក់ហ្នឹងឲ្យគាត់ដាក់ដៃលើលេខ1យើងហៅលេខ2គាត់ដាក់ដៃលើលេខ2យើងហៅលឿនឬយឺតទៅតាមអ្វីដែលយើងចង់បានហើយមួយទៀតគឺឡើងធរណីមាត្រដែលឡើងធរណីមាត្រហ្នឹងគឺមានវត្ថុបំណងជួយឲ្យកុមារហ្នឹងអភិវឌ្ឍជំនាញទំនាក់ទំនងគឺការគឺបង្កើនក្នុងការអានហើយមួយទៀតអភិវឌ្ឍជំនាញសង្គមគឺចេះបដូរវេនគ្នាលេងមួយទៀតគឺអភិវឌ្ឍការយល់ដឹងគឺស្គាល់នៅរាងធរណីមាត្រថារាងធរណីមាត្រហ្នឹងមានប៉ុន្មានហើយមានរូបរាងអ្វីខ្លះហើយគេអានថាម៉េចដែលរបៀបលេងនោះគឺយើងមានឡើងបែបនេះដែលក្នុងមួយជ្រុងគឺមានប្រឡោះសម្រាប់ឲ្យកុមារសករូបធរណីមាត្រដែលយើងបានហៅនឹងចូលនៅក្នុងឧទាហរណ៍យើងមានឡើងធរណីមាត្រមួយដាក់ចំកណ្ដាលហើយឲ្យកុមារគាត់អង្គុយជុំវិញឡើងនេះឡើងហ្នឹងដល់ពេលយើងហៅរូបអត់ទេយើងឲ្យគាត់ហ្នឹងលោកដៃចូលទៅក្នុងថង់ដែលថង់ហ្នឹងយើងមានដាក់រូបធរណីមាត្រមានការ៉េចតុកោណកែងត្រីកោណរង្វង់អីហ្នឹងជាដើមតែយើងឲ្យគាត់លោកដៃម្នាក់ឲ្យគាត់លោកទៅឲ្យគាត់ចាប់រូបរាងធរណីមាត្រដែលមាននៅក្នុងហ្នឹងហើយឲ្យគាត់លើកចេញមកហើយសួរគាត់ថារូបរាងដែលគាត់ចាប់បានហ្នឹងមានរូបរាងអ្វីឧទាហរណ៍បើគាត់ចាប់បានការ៉េអញ្ចឹងបើគាត់ចាប់បានការ៉េគឺឲ្យគាត់រកទីតាំងឬក៏ប្រឡោះណាដែលមានរូបរាងជាការ៉េឲ្យគាត់សករាងការ៉េហ្នឹងចូលទៅក្នុងប្រឡោះនេះហើយយើងអាចផ្លាស់ប្ដូរវេនគ្នាលេងរហូតតតែអស់ចំនួនរូបរាងធរណីមាត្រដែលមាននៅក្នុងថង់ហ្នឹងចំពោះល្បែងចងចាំលេខហ្នឹងភាគច្រើនគឺលេងនៅក្នុងថ្នាក់ទី1ដែលល្បែងចងចាំលេខហ្នឹងជួយអភិវឌ្ឍចលនាធំគឺការប្រើប្រាស់រាងកាយទី2អភិវឌ្ឍផ្នែកសង្គមគឺចូលរួមលេងជាក្រុមទី3អភិវឌ្ឍការយល់ដឹងគឺឲ្យកុមារហ្នឹងស្គាល់នឹងចងចាំលេខហើយរបៀបលេងនោះគឺយើងជាគ្រូហ្នឹងយើងអាចកាន់បានលេខបានលេខចំនួនប្រមាណក៏បានដែរហើយមួយទៀតយើងអាចចែកបានលេខដល់កុមារក្នុងម្នាក់1ឬក៏2នៅពេលដែលយើងលើកបានលេខ2អញ្ចឹងឲ្យកុមារនោះលើកបានលេខដែលយើងបានចែកឲ្យអញ្ចឹងថាគាត់ត្រូវនឹងលេខ2ហើយយើងលេងបន្តបែបនេះរហូតដល់អស់បានលេខដែលយើងចែកឲ្យគាត់នឹងក្នុងម្នាក់1ឬក៏2តាមដែលអ្វីដែលយើងអាចធ្វើបានហើយមួយទៀតគឺទី6ជំនាញទំនាក់ទំនងហ្នឹងជាមូលដ្ឋានគ្រឹះដើម្បីអភិវឌ្ឍការសិក្សាសង្គមនិងអារម្មណ៍របស់មនុស្សជំនាញនេះគឺចាំបាច់សម្រាប់ការអភិវឌ្ឍបំណិនជីវិតនិងការងារហើយគោលបំណងរួមរបស់ជំនាញទំនាក់ទំនងគឺផ្ដោតទៅលើការប្រើប្រាស់ភ្នែកការយកចិត្តទុកដាក់អភិវឌ្ឍជំនាញស្ដាប់ស្វែងយល់អំពីអត្ថន័យនៃភាសាធ្វើត្រាប់តាមសម្លេងនិងពាក្យ
អាចបង្ហាញខ្លួនដោយការប្រើប្រាស់ប្រយោគបង្កើនការស្គាល់វាក្យសព្ទអភិវឌ្ឍការជឿជាក់និងការគោរពខ្លួនឯងអាចចូលរួមជាមួយអ្នកដទៃអញ្ចឹងជំនាញតំណាក់តំណងក៏វាមានល្បែងជាច្រើនដែរតែខ្ញុំលើកមកតែ3ល្បែងទេល្បែងទី1គឺល្បែងដំឡូងក្តៅបោះកូនបាល់លើបានពាក្យចង្អុលអក្សរប្រណាំងគ្នាអញ្ចឹងនេះគឺជារូបភាពល្បែងដំឡូងក្តៅបោះកូនបាល់លើបានពាក្យចង្អុលអក្សរប្រណាំងគ្នាអញ្ចឹងល្បែងដំឡូងក្តៅហ្នឹងអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ស្គាល់ហើយក៏ធ្លាប់លេងដែរអញ្ចឹងល្បែងដំឡូងក្តៅហ្នឹងមានវត្ថុបំណង3គឺទី1គឺអភិវឌ្ឍផ្នែកសង្គមគឺឲ្យកុមារហ្នឹងលេងជាក្រុមសហការគ្នាហើយបន្ទាប់ទៀតផ្នែកទំនាក់ទំនងគឺឲ្យកុមារហ្នឹងចេះអានពាក្យអញ្ចឹងចំពោះរបៀបលេងវិញគឺយើងអាចសរសេរជាមេរៀនឬក៏សំណួរឬក៏ពាក្យនៅលើกระดาษបន្ទាប់មកយើងយកกระดาษហ្នឹងមករុំជាបាល់រូបរាងជាបាល់ហើយយើងឲ្យកុមារម្នាក់ហ្នឹងកាន់អារូបបាល់ហ្នឹងហើយយើងជាគ្រូហ្នឹងយើងអាចមានដូចជាយើងអាចច្រៀងខ្លួនឯងក៏បានឬក៏យើងមានម៉ាស៊ីនសម្រាប់ចាក់បទចម្រៀងនៅពេលដែលយើងច្រៀងឬក៏ចាក់បទចម្រៀងហ្នឹងយើងឲ្យកុមារម្នាក់ហ្នឹងហុចកូនបាល់ដែលនៅដៃគាត់ហ្នឹងទៅកុមារម្នាក់ទៀតរហូតដល់នៅពេលដែលយើងឈប់ច្រៀងឬក៏ឈប់ចាក់បទចម្រៀងហ្នឹងនៅពេលដែលបាល់ហ្នឹងទៅត្រូវនៅកុមារណាឲ្យកុមារនោះបកស្ទាប់កូនបាល់នោះមើលថាគាត់ត្រូវនឹងសំណួរអ្វីឬក៏ពាក្យអ្វីឬក៏មេរៀនអ្វីរួចឲ្យគាត់ឆ្លើយហើយយើងលេងបែបនេះបន្តរហូតតតែអស់កូនបាល់ឬក៏ទៅតាមលទ្ធភាពដែលយើងអាចធ្វើបានពេលវេលាខ្លីឬក៏វែងហើយមួយទៀតបោះកូនបាល់លើបានពាក្យអញ្ចឹងគឺយើងមានហើយវត្ថុបំណងរបស់បោះកូនបាល់លើបានពាក្យហ្នឹងទី1គឺអភិវឌ្ឍជំនាញធំគឺឲ្យកុមារហ្នឹងប្រើដៃនិងភ្នែកទី2ទំនាក់ទំនងគឺឲ្យកុមារហ្នឹងចេះអានពាក្យដែលមាននៅលើបានលេខនេះអញ្ចឹងរបៀបលេងវិញគឺយើងតម្រៀបបានពាក្យនៅលើជញ្ជាំងឬក៏នៅលើឥដ្ឋក្រោមក៏បានដែរហើយឲ្យកុមារហ្នឹងឈរឬក៏អង្គុយនៅខាងមុខបានពាក្យនឹងចម្ងាយ1ម៉ែត្រឬក៏1ម៉ែត្រកន្លះបន្ទាប់មកយើងឲ្យកូនបាល់ទៅកុមារម្នាក់នោះហើយឲ្យគាត់បោះធ្វើម៉េចឲ្យត្រូវបានពាក្យនៅពេលដែលគាត់បោះត្រូវបានពាក្យអញ្ចឹងឲ្យគាត់អានឬក៏ឲ្យគាត់អានបានពាក្យដែលគាត់បោះត្រូវហ្នឹងនៅពេលដែលគាត់ឆ្លើយត្រូវគឺយើងទះដៃអបអរសាទរឬក៏នៅពេលដែលគាត់ឆ្លើយខុសគឺយើងនៅតែលើកទឹកចិត្តឲ្យគាត់លេងនិងខិតខំរៀនបន្តទៀតហើយយើងលេងបែបនេះរហូតទៅតាមពេលវេលាដែលយើងមានពេលខ្លីឬក៏វែងមួយទៀតគឺល្បែងចង្អុលអក្សរប្រណាំងគ្នាល្បែងចង្អុលអក្សរប្រណាំងគ្នាហ្នឹងគឺមានវត្ថុបំណងដូចជាអភិវឌ្ឍផ្នែកអារម្មណ៍គឺឲ្យកុមារហ្នឹងប្រុងស្មារតីក្នុងការស្ដាប់និងមើលមួយទៀតអភិវឌ្ឍចលនាធំគឺការបង្កើនការសម្រួលដៃនិងភ្នែកអញ្ចឹងយើងដឹងថាល្បែងហ្នឹងគឺត្រូវការភាកច្រើនភ្នែកនិងដៃរហ័សហើយភ្នែកយើងក៏ត្រូវរហ័សដូចគ្នាទី1ទំនាក់ទំនងគឺបង្កើនការអានពាក្យឲ្យមានប្រសិទ្ធភាពជាងមុនចំពោះរបៀបលេងនោះគឺយើងសរសេរពាក្យឬក៏បិទពាក្យនៅលើក្តារខៀនឬក៏ជញ្ជាំងដែលមានភាពទូលាយហើយយើងឲ្យកុមារម្នាក់ឲ្យកុមារ2ឬ3នាក់ឲ្យគាត់ទៅឈរនៅមុខដែលយើងសរសេរពាក្យឬក៏បិទបានពាក្យហ្នឹងរួចយើងហៅពាក្យឧទាហរណ៍យើងហៅពាក្យការងារឲ្យគាត់ចង្អុលឬក៏ផ្ទប់ដៃទៅនឹងពាក្យដែលយើងហៅការងារហ្នឹងនៅពេលដែលកុមារណាធ្វើបានច្រើនជាងគេយើងគិតថាកុមារនោះគឺជាអ្នកឈ្នះហើយយើងលេងបន្តបែបនេះរហូតដល់អស់កុមារឬក៏អាចតិចតួចក៏បានដែរគឺយើងអាចទុកលេងថ្ងៃក្រោយតិចក៏បានហើយចំពោះចំណុចបន្ទាប់គឺចំណុចទី6គុណសម្បត្តិនៃល្បែងសិក្សាអញ្ចឹងការលេងអាចត្រូវបានកំណត់ថាវាជាសកម្មភាពដែលមានការ
ការរៀបចំនឹងដោយស្ម័គ្រចិត្តដែលផ្ដល់ឱកាសឲ្យកុមារនឹងមានភាពរីករាយនឹងការកំសាន្តយើងnóiថាកុមាររៀនដូចជាលេងដូចជារៀនអញ្ចឹងនៅពេលដែលយើងបញ្ចូលនៅល្បែងសិក្សាឬក៏គាត់នាំគាត់លេងល្បែងអញ្ចឹងគឺគាត់នឹងមានភាពរីករាយក៏ដូចជាចង់រៀនក៏ដូចជាមានភាពសប្បាយក្នុងការរៀនសូត្រក៏ដូចជាលេងហើយការលេងហ្នឹងមានសារៈសំខាន់ណាស់ធ្វើឲ្យកុមារមានការលូតលាស់បានប្រសើរបំផុតដែលអង្គការសហប្រជាជាតិនឹងទទួលបន្ទុកសិទ្ធិមនុស្សបានទទួលស្គាល់ថាវាជាសិទ្ធិរបស់កុមារគ្រប់រូបហើយតាមរយៈការលេងកុមារអាចរៀនអំពីពិភពលោកដែលពួកគេកំពុងរស់នៅអញ្ចឹងយើងដឹងហើយថាអញ្ចឹងតាមរយៈល្បែងនីមួយៗដែលយើងបញ្ចូលនៅម៉ោងសិក្សាឬក៏ម៉ោងកីឡាអញ្ចឹងគឺយើងតែងតែផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ដើម្បីឲ្យគាត់នឹងងាយយល់ហើយកុមារប្រើញាណទាំងអស់របស់ពួកគេដូចជាសោតវិញ្ញាណចក្ខុវិញ្ញាណជីវហាវិញ្ញាណឃានវិញ្ញាណនិងកាយវិញ្ញាណហើយការបញ្ចូលល្បែងក្នុងការបង្រៀនធ្វើឲ្យពួកគេមានចំណង់ចំណូលចិត្តក្នុងការរៀននិងមានការចូលរួមយ៉ាងសកម្មយ៉ាងណាថាកុមារហ្នឹងគឺគាត់ចូលចិត្តលេងនៅពេលដែលយើងបញ្ចូលនៅល្បែងសិក្សាអញ្ចឹងទៅគឺគាត់មានភាពសកម្មក្នុងការរៀនសូត្រហើយគាត់ហ្នឹងក៏អត់សូវផ្ដោតអារម្មណ៍ទៅលើអ្វីដែលកើតឡើងនៅខាងក្រៅដែរគឺគាត់ផ្ដោតទៅលើគ្រូហើយជាពិសេសទៀតនោះល្បែងសិក្សាធ្វើឲ្យការរៀនសូត្រកាន់តែល្អនិងឆាប់ចាំបានយូរនៅពេលដែលយើងបញ្ចូលនៅល្បែងសិក្សាឬក៏ល្បែងសិក្សានោះដែលតាក់ទងនឹងមេរៀនរបស់យើងនៅពេលដែលយើងបញ្ចូលទៅគឺកុមារហ្នឹងគឺគាត់ភាគច្រើនគឺគាត់ចងចាំបានយូរអញ្ចឹងនៅពេលដែលយើងអនុវត្តឬក៏នៅពេលដែលយើងអនុវត្តជាក់ស្ដែងអញ្ចឹងភាគច្រើនគឺចងចាំបានយូរជាងការដែលស្ដាប់គ្រូឬក៏រៀនបានតែទ្រឹស្ដីពេលកុមាររៀនតាមរយៈការលេងពួកគេនឹងចងចាំអត្ថន័យបានយូរជាងការស្ដាប់ព្រោះពួកគេបានទទួលបានបទពិសោធន៍ផ្ទាល់ហើយល្បែងនេះជួយអភិវឌ្ឍសមត្ថភាពជាច្រើនក្នុងពេលតែមួយល្បែងសិក្សាអាចជួយអភិវឌ្ឍជំនាញផ្នែកសង្គមជំនាញភាសាសម្ដែងជំនាញគណិតវិទ្យាការគិតបែបច្នៃប្រឌិតនិងការដោះស្រាយបញ្ហាអញ្ចឹងចំណុចទី5គុណវិបត្តិនៃល្បែងសិក្សាទន្ទឹមនឹងនេះល្បែងសិក្សាក៏ផ្ដល់នៅគុណវិបត្តិផងដែរអញ្ចឹងយើងដឹងហើយថាមិនថាអ្វីមួយក៏ដោយប្រកាសជាមានគុណសម្បត្តិនិងគុណវិបត្តិប៉ុន្តែគុណវិបត្តិហ្នឹងភាគច្រើនគឺកើតឡើងតិចជាងគុណសម្បត្តិទន្ទឹមនឹងនេះល្បែងសិក្សាក៏ផ្ដល់នៅគុណវិបត្តិផងដែរដូចជាការបាត់បង់ការផ្ដោតអារម្មណ៍បើសិនបើល្បែងមិនត្រឹមត្រូវនឹងគោលបំណងសិក្សាអាចធ្វើឲ្យសិស្សបាត់បង់ការផ្ដោតលើមាតិកាអប់រំអញ្ចឹងបើសិនជាយើងកំពុងតែបរិញ្ញាបត្រអញ្ចឹងដល់ពេលដែលយើងបញ្ចូលល្បែងសិក្សាផ្សេងដែលមិនតាក់ទងនឹងមេរៀនហ្នឹងគឺច្បាស់ណាស់គឺវាបង្កភាពរញ៉េរញ៉ៃឬក៏វាអត់សមស្របទៅនឹងវត្ថុបំណងនៃមេរៀនដែលយើងបានគ្រោងទុកហើយមួយទៀតពិបាកគ្រប់គ្រងសកម្មភាពក្នុងថ្នាក់អ្នកគ្រូអាចប្រឈមនឹងការគ្រប់គ្រងសកម្មភាពនិងការចូលរួមយ៉ាងសមរម្យរបស់សិស្សការរើសល្បែងមិនសមស្របប្រសិនបើមិនជ្រើសរើសល្បែងដើម្បីបង្កើនការសិក្សាឲ្យត្រឹមត្រូវនោះអាចបណ្ដាលមានការប៉ះពាល់ដល់គុណភាពនៃការសិក្សាអញ្ចឹងនៅពេលដែលយើងបញ្ចូលនៅល្បែងសិក្សាគឺយើងត្រូវតែមើលលើមេរៀនឬក៏ចំណុចដែលយើងបានបង្រៀនថាវាតាក់ទងនឹងល្បែងនឹងអត់តើយើងអាចបញ្ចូលល្បែងសិក្សានេះត្រឹមត្រូវបានឬអត់អញ្ចឹងចំណុចទី6គឺសេចក្តីសន្និដ្ឋានល្បែងសិក្សាគឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពសម្រាប់ការបង្រៀនកុមារនៅកម្រិតបឋមសិក្សាទោះជាយ៉ាងណាគួរតែប្រើល្បែងសិក្សានឹងឲ្យសមរម្យនិងមានការគ្រប់គ្រងឲ្យបានល្អដើម្បីជៀសវាងវិបត្តិនិងធានាថាវានាំមកនៅគុណសម្បត្តិឬក៏អត្ថប្រយោជន៍ច្រើនមកកាន់ការសិក្សារៀនសូត្ររបស់សិស្សអញ្ចឹងការបកស្រាយក្រុមរបស់ខ្ញុំសូមបញ្ចប់នេះគឺជាឯកសារដែលខ្ញុំដកស្រង់ពេញពីសភៅល្បែងសិក្សាសម្រាប់កុមារអញ្ចឹងក្រុមនេះខ្ញុំសូមបញ្ចប់ត្រឹមនេះម្នាក់ទាំងអស់គ្នាមានសំណួរអាចសួរបាន